នៅម្ដុំផ្លូវđườngហាមសៅឬស័យយើងហ្នឹងបងប្អូនចាប់ពីម៉ោង6ព្រឹកអីទៅគឺឃើញមានអ៊ំចាស់ទៅអង្គុយចាំពេញតែម្ដងដោយទីតាំងកាទៀវដែល Twister ទៅនេះក៏អញ្ចឹងដែរគឺថាមួយបើគាត់ច្រើនមែនតើព្រោះដោយសារតែគាត់លក់មករៀងយូរឆ្នាំគួរសមអីបើគិតទៅជាង20ឆ្នាំណាហើយរសជាតិនៅកន្លែងគាត់វិញ Twister មិនចាំបាច់និយាយគ្រាន់ឃើញមុខហ្នឹងគឺស្គាល់ហ្មងសម្រាប់ទីតាំងដែល Two Sister ទៅនេះគឺនៅក្នុងផ្លូវតូចផ្លូវđườngហាមសៅឬស័យពុកម៉ែបងប្អូនដោយបានឃើញនឹងអញ្ចឹងផ្លូវហ្នឹងគឺចូលបានតែម៉ូតូទេឡានអីចូលអត់ចុះទេអញ្ចឹងបើសិនជាចង់ទៅញ៉ាំអីអាចថាចតឡាននៅខាងក្រៅឬមួយក៏ជិះម៉ូតូទៅព្រោះដោយសារតែផ្លូវđườngហាមដូចដឹងអញ្ចឹងគឺផ្លូវតូចបើទោះបីជាផ្លូវតូចក៏ពិតមែនប៉ុន្តែគឺថាមួយវិញទៅអង្គុយចាំពេញតែម្ដងអត់មានខ្វះចន្លោះទេព្រោះដោយសារតែរសជាតិនៅកន្លែងគាត់ឆ្ងាញ់ណាហើយសម្រាប់ Twister គឺទៅដល់ហ្នឹងរៀងចង់ខកពេលដែរហ្នឹងនៅកន្លែងគាត់គឺមានលក់ជាប្រភេទមីគៀវបងប្អូនដែលកន្លែងរបស់គាត់មានឈ្មោះថាហេងមីគៀវអូឬស័យហើយបើសិនជាចង់ញ៉ាំជាមួយនឹងគៀវរបស់គាត់ហ្នឹងគឺតទៅរៀងលឿនបន្តិចបើសិនជាទៅខកម៉ោងអីហ្នឹងដឹងតអស់ហើយព្រោះដោយសារតែនៅកន្លែងគាត់នេះគឺមានបើកលក់ចាប់ពីម៉ោង6ព្រឹករហូតដល់ម៉ោង11កន្លះព្រឹកណាអញ្ចឹងសម្រាប់អ្នកដែលគេងខកអីចង់ញ៉ាំមីគៀវអីប្រហែលជាអាចនឹងទៅមិនតាន់ទេអញ្ចឹងបើសិនចង់ទៅញ៉ាំតទៅរៀងលឿនហើយសម្រាប់ជំរឿសាច់នៅកន្លែងគាត់វិញមានច្រើនណាបងប្អូនចំពោះតម្លៃគឺមានចាប់ពី10000រៀលឡើងទៅណាប៉ុន្តែបើសិនជាយើងចង់ហៅសាច់ថែមសាច់ឌុបឬមួយក៏ចានពិសេសអីគាត់នឹងគិតគូរទៅតាមហ្នឹងហើយនៅទីនេះគឺគាត់មានទាំងជាប្រភេទគោកក៏ដូចជាទឹកប៉ុន្តែសម្រាប់ Twister វិញគឺ recommend ឲ្យពុកម៉ែបងប្អូនកំងជាប្រភេទមីគោកាទៀវគោករបស់គាត់ទៅសាកទៅគឺប្លែកមាត់មែនតើព្រោះដោយសារតែគាត់មានលាយគ្រឿងនៅខាងក្នុងនឹងស្រាប់មានទាំងជាតិផ្អែមជាតិប្រៃនិយាយទៅគឺមិនល្មមតែម្ដងប៉ុន្តែបើសិនជាពុកម៉ែបងប្អូនចង់ជាលក្ខណៈថាហត់ទឹកស៊ុបក្តៅអីក៏គាត់មានថែមជាមួយនឹងទឹកស៊ុបនៅខាងក្រៅទៀតអញ្ចឹងណាអញ្ចឹងពុកម៉ែបងប្អូនអាចសាកល្បងបានចំពោះរសជាតិវិញគឺចេញមកបែបជើងចាស់តែម្ដងអញ្ចឹងមិនថាខ្ញីកាន់តែចាស់កាន់តែហិលណាហើយជើងថ្មីក៏មិនអាចមកបន្លំបានដែររសជាតិរបស់គាត់គឺមួយចេញមកដឹងមួយតែម្ដងសម្រាប់ Twister ថ្ងៃនេះគឺទៅជាមួយនឹងតែទឹកឃ្មុំ Freshy យើងញ៉ាំជាប្រភេទអាហារបែបនេះលក្ខណៈថាហត់ទឹកស៊ុបក្តៅបាញ់ញើសអីមកបានដាក់ជាមួយនឹងតែទឹកឃ្មុំ Freshy កោះចាក់ដាក់តកត្រជាក់គឺត្រូវគ្នាមែនតើជាពិសេសហ្នឹងគឺសម្បូរទៅដោយវីតាមីន C ជួយធ្វើឲ្យប្រព័ន្ធភាពស៊ាំរឹងមាំនិងស្រឡះបំពង់កហើយទាំងឆ្ងាញ់ទាំងអនាម័យខ្ពស់និងលើសពីតែជ្រក់ធម្មតាណាអញ្ចឹងបងប្អូននៅពេលដែលញ៉ាំជាប្រភេទមីក៏ដូចជាកាទៀវអញ្ចេះកុំភ្លេចញ៉ាំជាមួយនឹងតែទឹកឃ្មុំ Freshy ហើយខាងនេះគឺជាទឹកស៊ុបរបស់គាត់ណាបងប្អូននិយាយទៅគឺទៅតាមការកំងសម្រាប់ Twister ថ្ងៃនេះគឺទៅនឹងកំងជាមួយនឹងដូចជាសាច់ចាប់ឆាយរបស់គាត់ណាបងប្អូនហើយមានជាមួយនឹងមីក៏ដូចជាកាទៀវអញ្ចឹងទៅហើយរសជាតិរបស់គាត់ហ្នឹងគឺឆ្ងាញ់និយាយទៅបងប្អូនអាចសាកកំងជាមួយនឹងមីគោកាទៀវគោកដូច Twister បានហើយកុំភ្លេចញ៉ាំជាមួយនឹងតែទឹកឃ្មុំ Freshy ដើម្បីធ្វើឲ្យការញ៉ាំរបស់យើងកាន់តែឆ្ងាញ់អញ្ចឹងវីដេអូរបស់ Twister មានតែប៉ុណ្្នឹងទេបាយបាយ